ធំអស់ច្រើនហើយកូនត្រីយើងពួកឈុតធំសប្តាហ៍ក្រោយអាចចាប់បែកចេញបានហើយយកដាក់អាងមួយទៀតហើយពួកតូចដែលយើងទំចាប់ចូលថ្មីនោះច្រើនហើយវារៀងណែនអាងហើយអញ្ចឹងយើងបែកខ្លះឥឡូវថ្ងៃនេះក្រោកពីព្រឹកយើងមកដាក់ចំណីឲ្យវាបន្តិចទៅដែលចំណីយើងថ្ងៃនេះដែរគឺពេលព្រឹកយើងប្រើចៃក្រហមអូខេដាក់ចៃក្រហមទឹកនេះកូនត្រីយើងថ្ងៃនេះគឺប្រហែលជាលើស1000កូនហើយអញ្ចឹងយើងត្រូវចាប់អាធំយកទៅដាក់កធុនផ្សេងខ្លះកុំឲ្យវាឆ្អៀតពេកហើយការពីព្រឹកមិញខ្ញុំងើបមកទៅអឺតមើលកធុនត្រីធំនោះឃើញថាកូនត្រីញាស់ច្រើនកូនត្រីញាស់ប្រហែលជា20-30គ្រាប់រាប់មើលព្រឹកមិញអញ្ចឹងចាំមើលបន្តិចទៀតយើងទៅចាប់កូនត្រីយកមកដាក់កធុននេះដើម្បីកុំឲ្យពួកត្រីធំវាចាប់ស៊ីបានអូខេឥឡូវយើងមកចាប់កូនត្រីដែលតំញាស់កាលពីម្សិលមិញហើយនឹងយប់មិញយកទៅដាក់កធុនកូនត្រីឃើញពួកមេ7ពណ៌ញាស់ច្រើនជាមួយខ្ញុំថតមេវាដែលវាមកមិញខ្ញុំដាក់ចំណីឲ្យស៊ីមេហ្នឹងវាអត់មកស៊ីចំណីទេវានៅពួនក្នុងសារាយអញ្ចឹងអាពួនក្នុងសារាយហ្នឹងវាកំពុងញាស់កូនណាបងប្អូនត្រី7ពណ៌វាអត់ពងដូចត្រីកតុយ3ទេគឺវាចេញពីពួនមកគឺវាចេញកូនត្រីមកហើយវាចេញរឿយវាអត់ចេញម្ដងទាំងអស់ទេវាកើតកូនរឿយម្ដង4-10ក្បាលអញ្ចឹងកើតមួយថ្ងៃ2ថ្ងៃអីចឹងมันអស់អញ្ចឹងជាមួយខ្ញុំថតមេវាដែលកំពុងញាស់កូនឲ្យមើលមួយឃើញបងប្អូនឃើញកតុយវានៅក្រោមវាលាក់ខ្លួននៅក្រោមស្លឹករំចង់យើងនេះមេវានេះកតុយវាអានេះគឺកំពុងតែញាស់កូនណាបងប្អូនខ្ញុំបើកនេះឲ្យមើលបន្តិចឃើញបងប្អូនឃើញមេវាទេចឹងអាហ្នឹងយើងកុំធ្វើវាកំពុងតែញាស់កូនហើយពួកកូនត្រីក្រហមឈុតមុននេះធំអស់ហើយខ្ញុំចាប់ចេញអត់តាន់វាលាក់ខ្លួននៅក្នុងសារាយដល់ឥឡូវធំអស់បាត់នេះកូនក្រហមនេះនៅមេបាវាធំជាងគេផ្លេចចាប់ចេញប្រហែលជា2សប្តាហ៍លេងធំប៉ុនជើងធូបអស់ខ្ជិលចាប់បដ ដល់ឥឡូវធំចិត្តប៉ុនមេវាអស់អូខេឥឡូវតែយើងទៅចាប់យកកូនត្រីទាំងអស់គ្នាកូនត្រីពួននៅក្នុងកញ្ច្រែងនោះខ្លះហើយនៅក្នុងសារាយខ្លះ
ôច្រើនមកកត្រងនេះចូល30 40 កូនណាបងប្អូននេះខ្មៅនេះឃើញហ្នឹងបងអញ្ចឹងមកកត្រងនេះចង់អស់បាត់ហើយវាញាស់យប់មិញជិះមើលតិចទៀតយើងទៅដុសពួកអាលក់លាក់ខ្លួនក្នុងសារាយម្ដង5 គ្រាប់នេះបាន5 គ្រាប់ទៀតដូចជាអស់ហើយនៅមានទៀតមានខ្លះទៀតប៉ុន្តែយើងដុសប៉ុណ្ណឹងសិនបានទេចាំពេលវាញាស់បានច្រើនចាំយើងដុសទាំងអស់អូខេអញ្ចឹងព្រឹកនេះកូនត្រីដែលញាស់សាមិញនឹងយប់មិញគឺបានប៉ុណ្នេះរាប់មើលទៅចូលជាង30 គ្រាប់អញ្ចឹងជារឿយវាញាស់រឿយរហូតអញ្ចឹងតិចទៀតអា7 ពណ៌នេះតិចទៀតមេនេះវាញាស់អស់មេនេះញាស់អស់មេផ្សេងមកសង្ងំពងម្ដងវិលជុំនេះរហូត2 ថ្ងៃ 3 ថ្ងៃយើងចាប់ចេញ30 40 គ្រាប់2 ថ្ងៃ 3 ថ្ងៃយើងចាប់ចេញ30 40 គ្រាប់តិចទៀតមេនេះឈប់ពងពួកមេក្រហមនេះពួកមេក្រហមឯងអាចមកពងម្ដងហើយពួកមេ7 ពណ៌នេះយើងមាន4 5 គ្រាប់នេះវាពងវិលជុំគ្នាដែរវាញាស់វិលជុំគ្នាដូចជានៅមានកូនតូចប្រហែលគ្រាប់ទៀតបើយើងមិនបាច់តន់ដុសទេគេចឹងឥឡូវយើងយកអានេះទៅដាក់នៅក្នុងអាងគ្នាវាចាំពេលថ្ងៃតិចយើងយកពងមន់ស្ងោរយកមកច្បាច់ឲ្យវាស៊ីអូខេដាក់ចូលជុំគ្នាអូច្រើនណាស់អូខេបានហើយគាត់ដាក់ប៉ុណ្ណឹងសិនបានហើយបានហើយ